អាយុ12ឆ្នាំភ្នែកភ្លឺនិងរហ័សដោយស្នាមញញឹមចាន់វិនហាក់ដូចជាសិស្សសាលាមធ្យមសិក្សាប្រចាំថ្ងៃរបស់អ្នកដែលរស់នៅក្នុងបេះដូងនៃទីក្រុងភ្នំពេញដ៏អ៊ូអរនាងមានកាបូបស្ពាយពេញដោយសៀវភៅសិក្សាប្រតិទិនដែលចង្អៀតជាមួយនឹងកិច្ចការផ្ទះនិងខួរក្បាលដែលមិនចេះឈប់ប៉ុន្តែគុំល្ងងអីពេលព្រះអាទិត្យលិចហើយភ្លើងបំភ្លឺទីក្រុងជីវិតរបស់ Chen Winver ដូចភ្លើងយប់មិញនាងមិនមែនតែច័ន្ទវិនទេនាងជាភ្នាក់ងារ Phoenix ដែលជាប្រតិបត្តិការសម្ងាត់ដែលបានទទួលការបណ្ដុះបណ្ដាលក្នុងការបំបាំងកាយយុទ្ធសាស្ត្រនិងការជួយសង្គ្រោះដ៏ក្លាហានចិញ្ចឹមក្នុងគ្រួសារជនជាតិវៀតណាមចិនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នានាងបានរៀនពីតម្លៃនៃកិត្តិយសភាពក្លាហាននិងតែងតែធ្វើបន្លែរបស់នាងប៉ុន្តែអ្វីដែលគ្រួសារនាងមិនដឹងនោះគឺថាច័ន្ទវិនលួចចេញមិនមែនដើម្បីកំសាន្តទេប៉ុន្តែដើម្បីការពារទីក្រុងដែលនាងស្រឡាញ់ពីការគំរាមកំហែងលាក់កំបាំងដែលរអិលតាមស្រមោលពេលមួយនាងកំពុង decode ពីឆ្កនេតបន្ទាប់មកនាងកំពុងដកអន្ទាក់ឡាស៊ែនៅក្រោមព្រះបរមរាជវាំងមិនថាវាការពារពួក hacker តាមអ៊ីនធឺណិតឬដេញតាមអ្នករត់ពន្ធលើដំបូលនោះទេ Chen Win ធ្វើឲ្យពិភពលោកទាំងពីរមានតុល្យភាពជាមួយនឹងភាពទន់ភ្លន់ក្រអឹតក្រទមនិងគ្រប់គ្រាន់ជីវិតទ្វេច្បាស់ណាស់បញ្ហាទ្វេដងប្រហែលប៉ុន្តែតាមរយៈវាទាំងអស់ច័ន្ទវិននៅមានមូលដ្ឋានពិតប្រាកដនិងអាចតាក់ទងបានពីព្រោះការសង្គ្រោះពិភពលោកមិនមែនមានន័យថាបាត់បង់អ្នកជានរណាទេ